ជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះថ្ងៃទី13ខែ5 2026បាទហើយបើយើងនិយាយពីរដូវកាលទុរេនបាទជិតដល់ហើយបាទនេះទុរេនមិនផងសាច់លេខ1បាទដែលដាំនៅទឹកដីស្នួរខេត្តកញ្ចេះយើងហ្នឹងបាទ10ថ្ងៃទៀតអាចកាត់បានណាបងប្អូនបាទចិត្តចាស់ហើយពីអាយុរបស់ទុរេននេះមានអាយុ7ឆ្នាំហើយបាទដាំតាំងពី2019បងប្អូនបាទម្ដាមសិតតែផ្លែបងប្អូនសម្រាប់ទុរេនណាតែកាលណាតែរសជាតិឲ្យស្អិតល្មុតឲ្យឆ្ងាញ់វាអាស្រ័យទៅលើអាយុកាលរបស់ដើមទុរេននិងការមើលថែផ្គត់ផ្គង់ជីបាទដាក់ទឹកឲ្យគ្រប់គ្រាន់បាទរសជាតិនៃផ្លែទុរេននឹងមានសាច់ល្មុតបាទផ្អែមឈ្ងុយល្អម្ដងបាទចំណែកបងប្អូនដែលត្រូវការទុរេនបែបធម្មជាតិបាទដែលដាំផ្ទាល់នៅទឹកដីស្រុកស្នួរបាទនៅគុំខ្សឹមយើងហ្នឹងខេត្តកញ្ចេះបាទអាចទំនាក់ទំនងទៅតាមលេខទូរស័ព្ទដែលខ្ញុំបាទដាក់នៅលើអេក្រង់ទូរស័ព្ទបងប្អូនណាទុរេនដែលមានអាយុកាលហ្នឹងវា6 7ឆ្នាំអញ្ចឹងហើយរសជាតិបាទក៏ដូចជាសាច់ក៏វាល្អទៅតាមហ្នឹងដែរបងប្អូនណាបាទនេះបរិវេណជុំវិញចកាបាទទុរេននេះមានតែ3ហាត់ទេបងប្អូនបាទហើយដាំបានតែ500ដើមទេបាទបើសិនជាបងប្អូនចង់បានបាទត្រូវការអាចតាក់ទងទៅតាមលេខទូរស័ព្ទដែលខ្ញុំបាទដាក់លើកញ្ចក់អេក្រង់ទូរស័ព្ទហ្នឹងតែម្ដងបាទហើយសេវាកម្មដឹកបាទនឹងដឹកដល់ទីតាំងណាបាទហើយធានាថាគុណភាពលេខ1សាច់ទុរេនរបស់ខ្មែរបាទអត់មាននាំចូលទេបាទនៅចំការពិតហើយរាល់ទុរេនដែលដឹកចេញពីចំការបាទនៅស្រុកស្នួរនៅឃុំខ្សឹមនេះសិតតែមានលិខិតបាទបញ្ជាក់ពីអាជ្ញាធរឃុំត្រឹមត្រូវបាទនេះកម្លាំងកំពុងតែចងខ្សែនេះមិនមែនចងខ្សែធ្វើអីបងប្អូនណាបាទមិនមែនចងខ្សែយកមកបិទទេណាបាទចងខ្សែដើម្បីទុកពេលដែលខ្យល់ទៅខ្លាយវាជ្រុះបាទយ៉ាងទៀតណាខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនថាទុរេនណាតែកាលណាគ្រប់អាយុអញ្ចឹងពេលដែលយើងបេះមុនទុករយៈពេលតែ2ថ្ងៃទៅ3ថ្ងៃគឺទុំហើយបាទបើទុរេនខ្ចីគេចង់បេះទុរេនដែលវាគេសំបាទគេបៀកថ្នាំអានឹងវាជារឿងផ្នែកមួយរបស់គេបាទបើចំណែកទុរេនបែបធម្មជាតិដូចយើងបាទយើងបំរើទីផ្សារនៅក្នុងស្រុកអត់ចាំបាច់ត្រូវប្រើថ្នាំប្រើអីទេបាទយើងមើលតែវាគ្រប់អាយុហើយយើងអាចគ្រប់គ្រងនឹងទីផ្សារគឺយើងកាត់មុន1ថ្ងៃ2ថ្ងៃគឺយើងលក់បានតែម្ដងបាទម្ដងផ្លែមិនបាច់និយាយទេបងប្អូនអើយពុយទុរេនដែលដល់មុនគេនោះគឺមូសង្ខេនហើយបាទបន្ទាប់មករី6បាទហើយម៉ាន់ថងនេះគឺក្រោយគេបងប្អូនណាផ្លែល្អបងប្អូនបាទនេះពុយមូសង្ខេនបងប្អូនណាបាទនេះចុងដៃហើយមូសង្ខេននេះបាទបេះចុងដៃហើយបាទតាមតែប្រហែលដើមទេបងប្អូនចាប់អារម្មណ៍តម្លាក់លេខបាទបងទីតាំងបាទដឹកចូលដល់គេហដ្ឋានធានាថាទុរេនធម្មជាតិបាទសាច់ល្អស្មូតល្អអាយុកាលក៏វាច្រើនឆ្នាំហើយតម្លៃធូរថ្លៃបងប្អូនបាទមូសង្ឃឹមសាច់ល្មុតនេះបាទគិតឲ្យតែ25ទេណាបាទវើបងប្អូនណាមូសង្ឃឹមនៅមិនច្រើនទេបាទប្រហែលជា200គីឡូឯងបាទទីតាំងនៅសានៀកមាសបងប្អូនបាទចកានៅស្នួរកញ្ចេះយើងហ្នឹងទេបាទបន្ទាប់ពីយើងកាច់ពីស្នូកញ្ចេះទៅដឹកយកទៅស្តុកនៅនៀកមាសបងប្អូនណា